លំដាប់អក្សរផ្លាស់ប្ដូរន័យពាក្យចិនមានអត្ថន័យខុសគ្នាតាមលំដាប់អក្សរក្រៅពីប្រែប្រួលដោយមិនដាច់ខ្លះទៅទី1មើលទៅជុងស៊ីនមានន័យថាមជ្ឈមណ្ឌលប៉ុន្តែស៊ីនជុងមានន័យថានៅក្នុងចិត្តបង្ហាញពាក្យទី2នីមានន័យថាកូនទាំងប្រុសនិងស្រីតែបើផ្លាស់ប្ដូរទៅនីន័យថាកូនស្រីបង្ហាញពាក្យទី3រិនសឹងមានន័យថាជីវិតតែសឹងរិនមានន័យថាអ្នកមិនស្គាល់បង្ហាញពាក្យទី4សឹងវ៉ាងមានន័យថាចូលអ៊ីនធឺណិតតែវ៉ាងសឹងមានន័យថានៅលើអ៊ីនធឺណិតការផ្លាស់ប្ដូរលំដាប់អក្សរស្មើផ្លាស់ប្ដូរអត្ថន័យសូមបន្តរៀនជាមួយពាក្យ